ok ឥឡូវចូលដល់លំហាត់ថ្មីមួយទៀតដែលក្នុងលំហាត់នេះក៏ដូចជារូបមន្តដែលខ្ញុំបង្ហាញអំពីការកណនីអាយុដែលការកណនីអាយុនេះខ្ញុំគិតថាប្រហែលជាប្លែកសម្រាប់អ្នកទាំងអស់គ្នាដោយសារតែពីមុនដើម្បីកណនីអាយុអ្នកទាំងអស់គ្នាប្រហែលជាគ្រាន់តែស្មើគឺយកថ្ងៃខែណាមួយចង់គិតដកនឹងថ្ងៃខែក្នុងកំណើតរបស់យើងបាទពេលនេះវាចេញជាថ្ងៃយើងអាច format ជាឆ្នាំគឺយើងចូល custom ហើយយើងកំណត់ដាក់ year បាទខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាកណនីតែប៉ុណ្នេះអញ្ចឹងមានថាអាយុ29ឆ្នាំប៉ុន្តែអ្វីខ្ញុំយកបង្ហាញពេលនេះគឺវាប្លែកជាងនេះមានន័យថាដើម្បីកណនីអាយុគឺយើងត្រូវប្រើរូបមន្តមួយឈ្មោះថា dative ហើយចំពោះរូបមន្តនេះគឺមានលក្ខណៈប្លែកពីគេគឺវាអត់មានអ្វីច្រើនទៀតទេគឺគ្រាន់តែបិទបើកវងកញ្ចក់ប៉ុន្តែមិនមែនមានន័យថាយើងគ្រាន់តែបិទបើកវងកញ្ចក់ប៉ុណ្នេះត្រូវនោះទេបើមិនយើង enter ទៅក៏មិនដឹងចេញអ្វីដែរបាទនៅក្នុងនេះគឺយើងតម្រូវឲ្យយើងចុចជាច្រើនតទៀតអញ្ចឹងសូមអ្នកទាំងអស់គ្នាតាមដានទាំងអស់គ្នាបាទអញ្ចឹងទី1យើងចុចចំថ្ងៃខែនិងកំណើតខមា1យើងគិតត្រឹមថ្ងៃណាចុចត្រឹមថ្ងៃនេះបាទតើមកបើកថ្ងៃដល់យើង save for y ហើយបិទវងកញ្ចក់បើយើង save ប៉ុណ្ណឹងមានន័យថាវាកណនីរកចំនួនឆ្នាំហើយយើងភ្ជាប់ជាមួយនឹងឆ្នាំនឹងហើយ save ពាក្យថាឆ្នាំបន្តមកទៀតខ្ញុំប្រើឆ្នាំនឹងមួយទៀតហើយដើម្បីភ្ជាប់រូបមន្ត dative ដែរថ្ងៃខែនិងកំណើតគិតតាមថ្ងៃខែណាមួយបាទទី2គឺយើងដាក់ថា y year ym មានថាកណនីរកចំនួនខែយើងសេចូលខែបែបនេះឆ្នាំនឹងម្ដងទៀត dative ដែរថ្ងៃខែនិងកំណើតបាទក្នុងនេះខ្ញុំដាក់ថា md មានន័យឲ្យកណនីរកខែហើយបិទវងកញ្ចក់ហើយឆ្នាំនឹងម្ដងទៀតចំបាច់ទេដាក់កន្លែងនេះមួយទៀតខែនឹងបាទគឺយើងទៅសេរូបមន្តចូលបែបនេះហើយ enter ហើយយើងអាចអូសចុះមកពេលនោះយើងទទួលបានចម្លើយបែបនេះបាទអញ្ចឹងអ្នកទី1គេមានអាយុ29ឆ្នាំ3ខែ5ថ្ងៃអ្នកទី2អ្នកទី3អ្នកទី4អ្នកទី5បាទអញ្ចឹងគឺខ្ញុំគិតថានេះគឺយើងដឹងលម្អិតតែម្ដងយើងអាចដឹងទាំងចំនួនឆ្នាំចំនួនខែនិងចំនួនថ្ងៃបាទខុសពីរូបមន្តខាងដើមនេះបានឧទាហរណ៍គឺយើងដឹងតែចំនួនឆ្នាំទេបាទនេះគឺជារូបមន្តដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងរូបមន្តមួយនេះបាទសូមអរគុណ